ខ្ញុំបាត់3ថ្ងៃហើយតែផលិតមិនឃើញប្រហែលជាបងស្រីចង់និយាយថាគាត់បានបាត់រដូវ3ថ្ងៃប៉ុន្តែគាត់តែទឹកនោមទៅអត់ឃើញអញ្ចឹងជាទូទៅសម្រាប់ការតេស្តទឹកនោមមិនមែនថាតេស្តម្ដងអត់ឃើញគឺបញ្ជាក់ថាអត់មានទេអ្វីដែលបងត្រូវតាមដានគឺតាមដានការមករដូវបើក្នុងករណីការមករដូវបងមកវិញធម្មតាទើបបញ្ជាក់ថាអត់មានកូនព្រោះបងត្រូវដឹងថាបើបងមានកូនគឺអត់មានរដូវទេបើបងមានរដូវគឺអត់មានកូនទេអញ្ចឹងសម្រាប់អ្នកដែលគាត់មានកូនតាក់ទងvớiការធ្លាក់ឈាមគឺករណីផ្សេងសម្រាប់អ្នកដែលគាត់អត់មានកូនទេតាក់ទងជាមួយនឹងការធ្លាក់ឈាមគឺតាក់ទងជាមួយនឹងការរាំងរដូវនឹងឯងសម្រាប់ការតេស្តទឹកនោមមកក្នុងករណីយើងតេស្តលើកទី1ឃើញតែមួយកម្មទេបញ្ជាក់ថាអត់មានប៉ុន្តែមួយសប្តាហ៍ក្រោយទើបយើងអាចតេស្តបានម្ដងទៀតយ៉ាងច្រើនយើងតេស្តឲ្យបានមួយខែមានន័យថា4ដងនៅក្នុងមួយខែបើក្នុងករណីយើងមានកូនមែនអញ្ចឹងកំឡុងពេលមួយខែហ្នឹងគឺដឹងឲ្យយើងតេស្តឃើញហើយតែបើក្នុងករណីក្នុងមួយខែហ្នឹង4សប្តាហ៍ហ្នឹងយើងនៅតែតេស្តអត់ឃើញទៀតគឺនៅតែលោតតែមួយកម្មទៀតបញ្ជាក់ថាយើងអត់តាក់ទងមួយការមានកូនទេប៉ុន្តែយើងតាក់ទងជាមួយនឹងការរាំងរដូវគឺសុខភាពយើងខ្សោយទើបមានបញ្ហាបែបហ្នឹងហើយម្យ៉ាងទៀតបើបងចង់ដឹងច្បាស់ជាងហ្នឹងគឺបងអាចទៅអេកូបានបើក្នុងករណី4សប្តាហ៍ឬក៏មួយខែហ្នឹងបងទៅអេកូហើយនៅតែអត់ឃើញមានកូននៅក្នុងស្បូនទៀតអញ្ចឹងតាក់ទងជាមួយនឹងការអត់មករដូវគឺបងជួបបញ្ហារាំងរដូវប៉ុន្តែបងក៏ត្រូវតាមដានតាក់ទងជាមួយនឹងអាការៈបងដែរនៅក្នុងរយៈពេលមួយខែហ្នឹងដែលយើងធ្វើតេស្តរហូតមួយសប្តាហ៍យើងធ្វើតេស្តម្ដងហ្នឹងយើងក៏ត្រូវតាមដានអាការៈដែរបើក្នុងករណីយើងមានការចាញ់ឬក៏មានអីខុសធម្មតាមានការចង់ក្អួតចង់អោវិលមុខអីហ្នឹងគឺបងត្រូវតែព្យាយាមតេស្តនៅក្នុងមួយខែហ្នឹងឲ្យពេញដោយខ្ញុំបញ្ជាក់មិនអញ្ចឹងបើក្នុងករណីយើងមានមែននៅក្នុងរយៈពេលមួយខែហ្នឹងគឺដឹងតែតេស្តឃើញហើយសម្រាប់បងដែលគាត់បានតែអត់ឃើញហើយគាត់ទៅអេកូហើយនៅតែអត់ឃើញទៀតអញ្ចឹងគាត់ជួបបញ្ហារាំងរដូវបងអាចយកឈុតវីតាមីនជួយមករដូវខាងខ្ញុំបានគឺខាងខ្ញុំមានរៀបជាឈុត3មុខគឺជួយមករដូវជួយបាត់ការឈឺចាប់រដូវមុខទៀងទាត់អ្នកដែលគាត់មានបញ្ហាមកតិចពេកក៏ធ្វើឲ្យមកធម្មតាវិញហើយជំនួយដល់ស្បែកស្អាតពីខាងក្នុងទៀតសូមបងថែទាំសុខភាពបានល្អព្រោះនៅពេលដែលសុខភាពយើងអត់ល្អអរម៉ូនយើងប្រែប្រួលតាក់ទងជាមួយនឹងការមករដូវរបស់យើងក៏មានភាពរអាក់រអួលអាចនឹងមានការរាំងរដូវឬក៏មានការធ្លាក់ឈាមខុសធម្មតាអញ្ចឹងបងថែទាំសុខភាពបានល្អទៅគឺអត់ជួបបញ្ហាទាំងអស់ហ្នឹងទេហើយបងចង់បានជួយវីតាមីនជួយមករដូវអាចតាក់ទងមកខ្ញុំតាម Telegram បាន